លោក Donald Trump បានថ្លែងថាជាការចាំបាច់ដែលសហរដ្ឋអាមេរិកត្រូវគ្រប់គ្រងតំបន់ Greenland ពីព្រោះវាមិនសម្រាប់តែអាមេរិកទេគឺសម្រាប់សន្តិសុខអន្តរជាតិអាមេរិកនៅតែមិនបោះបង់ចោលគំនិតឬក៏មហិច្ឆតាចង់ដណ្ដើម Greenland មកគ្រប់គ្រងពីដាណឺម៉ាកទេហើយតាមប្រសាសន៍របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance ថ្មីហ្នឹងក៏បាននិយាយដែរថាគាត់នឹងគោរពការសម្រេចចិត្តរបស់ប្រជាជននៅ Greenland ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ជំរុញឲ្យប្រជាជននៅ Greenland ហ្នឹងចូលរួមជាមួយសហរដ្ឋអាមេរិកដែលវាមានជោគវាសនាល្អជាងនៅជាមួយដាណឺម៉ាកហើយថ្មីនេះប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏បានធ្វើការពំមានដាណឺម៉ាកផងដែរថាឲ្យធ្វើការប្រុងប្រយ័ត្នចំពោះ Donald Trump អត់និយាយលេងទេ Donald Trump ពិតជាចង់បាន Greenland ពិតប្រាកដមែនឥឡូវយើងចូលទៅមើល Greenland របស់គ្នាតិចមើលតើ Greenland ហ្នឹងវាពិសេសយ៉ាងណាទៅហេតុអីបានជាអាមេរិកចង់បាន Greenland ហ្នឹងខ្លាំងម្ល៉េះនេះ Greenland ណាមួយពណ៌សនៅខាងលើនេះបងប្អូនអរគ្នាហើយដាណឺម៉ាកគឺជាប្រទេសតូចមួយនៅសហគមន៍អឺរ៉ុបតើយើងពរីកទីបានឃើញនេះដាណឺម៉ាកបងប្អូនឃើញនេះកណ្ដាលគេនេះព័ទ្ធជុំវិញដោយហូឡង់ប៉ូឡូញអាល្លឺម៉ង់ហើយនៅខាងត្បូងមានន័រវេនៅខាងកើតមានចក្រភពអង់គ្លេសអាមេរិកណែនេះបាទនេះអាមេរិក United States កាណាដានៅខាងលើនេះអញ្ចឹងអាមេរិកលើកហេតុផលថាដោយសារតែមានចិនហើយនិងរុស្ស៊ីកំពុងតែព្យាយាមជ្រៀតជ្រែកនៅ Greenland វាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិកអាហ្នឹងហេតុផលទី1ហេតុផលទី2ដោយសារតែ Greenland នៅជិតអាមេរិកជាងដាណឺម៉ាកអញ្ចឹងគួរតែអាមេរិកជាអ្នកគ្រប់គ្រង Greenland គួរបញ្ជាក់ថា Greenland មានទំហំដីប្រហែលជា2,166,000 គីឡូម៉ែត្រការ៉េប៉ុន្តែមានប្រជាជនប្រហែលជា 56,865 នាក់តែប៉ុណ្ណោះហើយមានរឿងអ្វីកើតឡើងបើសិនជាអាមេរិកទៅដើមយក Greenland ពីដាណឺម៉ាកអត់មានធ្វើអីអាមេរិកកើតទេដែលស្ថានដាណឺម៉ាកគឺជាប្រទេសមួយតូចនៅសហគមន៍អឺរ៉ុបមានផ្ទៃដីប្រហែលជា 43,000 គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះហើយមានប្រជាជនប្រហែលជា 6 លានអ្នកខណៈដែលអាមេរិកមានផ្ទៃដីជិត 10 លានគីឡូម៉ែត្រការ៉េមានប្រជាជន350 លានអ្នកនិយាយពី GDP វិញ GDP ផុសដាណឺម៉ាកតែ 467,000 លានទេខណៈដែល GDP របស់សហរដ្ឋអាមេរិកជិត 30 trillion ខុសគ្នា 70 ដងអញ្ចឹង GDP ក៏ខុសគ្នាខ្លាំងចំនួនប្រជាជនក៏ខុសគ្នាខ្លាំងផ្ទៃដីខុសគ្នាខ្លាំង Donald Trump មិនរុញចោលការដណ្ដើមយក Greenland តាមមធ្យោបាយយោធាទេបើសិនជាធ្វើវិជាមតិទៅចាញ់សំណួរដែលយើងចង់សួរនៅពេលនេះបើសិនជាអាមេរិកអាចធ្វើអញ្ចឹងបាននៅឆ្នាំ2025នេះអាចស្នើសុំឲ្យប្រទេសណាមួយប្រជាជននៅតំបន់ណាមួយធ្វើការបោះឆ្នោតចេញពីប្រទេសតូចណាមួយមកចូលរួមជាមួយខ្លួនបានអញ្ចឹងអ្នកផ្សេងក៏អាចយកគំរូតាមអាមេរិកបានដែរនៅជុំវិញពិភពលោកហ្នឹងហើយគ្មាននរណាគេអាចធ្វើអីបានទេគ្មាននរណាគេអាចបដៅនរណាបានទេបើសិនអាមេរិកធ្វើអញ្ចឹងហើយប្រទេសតូចត្រូវតែប្រយ័ត្នជាពិសេសយើងមានជនអន្តោប្រវេសន៍នៅក្នុងប្រទេសយើងច្រើនហើយគេអនុវត្តដូចអាមេរិកអញ្ចឹងគេឲ្យប្រជាជនគេធ្វើការបោះឆ្នោតនៅតំបន់ណាមួយចេញពីប្រទេសដែលជាម្ចាស់ផ្ទះណាទៅចូលរួមប្រទេសជិតខាងអាហ្នឹងគឺជាអ្វីដែលយើងបារម្ភគេនឹងអនុវត្តយុទ្ធសាស្ត្រដូចគ្នាដែលអាមេរិកនឹងធ្វើជាមួយដាណឺម៉ាក